បាទសួស្តីអ្នកទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីនៅក្នុងវីដេអូបន្ទាប់ដែលនៅក្នុងវីដេអូនេះយើងនឹងបន្តពីការប្រើប្រាស់នៅ list របស់យើងហើយយើងនឹងការប្រើប្រាស់ជាមួយនឹង prop ណាយើងឃើញមានពាក្យ keyword មួយ prop ឥឡូវយើងអាចចាប់ផ្ដើមទៅ play around ទៅជាមួយនឹង list វិញម្ដងណា list វិញម្ដងអញ្ចឹងដោយអ្វីដែលខ្ញុំបានបញ្យល់នៅក្នុងវីដេអូមុនយើងនឹងអឺធ្វើការទៅជាមួយនឹង list ជាទូទៅ list វាមានពីរទម្រង់ list ហ្នឹងប្រៀបដូចជា array អញ្ចឹងបានន័យថាមួយយើងឲ្យវាឈ្មោះថាជា index array ហើយមួយទៀតគឺ associative array ណា associative array អញ្ចឹងសម្រាប់ index array នេះបានន័យថាវាមានអីគេវាមានលេខ index របស់វានៅខាងក្នុងហ្នឹងឧទាហរណ៍ថាអ្នកនរគ្នាមាន list មួយមាន1មាន3មាន8មាន10អីចឹងទៅហើយលេខ index របស់វាគឺ0 1 2 3អីចឹងទៅដល់ associative array មានន័យថាវាជាប្រភេទ array ដែលវាមាន key និង value pair ឧទាហរណ៍ថាខ្ញុំដាក់ID ចឹងចុច2 001ចឹងទៅឧបមាខ្ញុំប្រើ name អឺឈ្មោះរបស់វាចុច2ខ្ញុំដាក់សុកអីចឹងទៅឧបមាអញ្ចឹងអានេះដែលវាមាន key អានេះយើងឲ្យឈ្មោះថាជា key ហើយដល់ពេលអាតម្លៃនេះអាហ្នឹងគឺយើងឲ្យឈ្មោះថាជា value អញ្ចឹងជាទូទៅគឺវាមានពីរហ្នឹងចឹងនៅក្នុងករណីខ្លះយើងត្រូវការ display តម្លៃរបស់យើងដាក់ចូលទៅខាងក្នុង list ណាចឹងឧបមាថាខ្ញុំបង្កើតមួយទៀតខ្ញុំប្រើវាថា my list mylist.jsx ណា mylist.jsx ចឹងកន្លែងនេះខ្ញុំធ្វើវិធានការមុនដែរទេខ្ញុំ copy កូដរបស់យើងយកមកតម្លាក់ដាក់ចូលហើយយើងអាចបង្កើត function ឈ្មោះអីឈ្មោះទៅចឹងនៅកន្លែងនេះឧបមាថាខ្ញុំប្រើពាក្យថា export default my list អីចឹងទៅអានេះយើងអានេះខ្ញុំឲ្យវា display ចេញមកធម្មតាសិនហើយយើង return តម្លៃរបស់វាចេញមកដដែលចឹងនៅកន្លែងនេះយើងអត់មាន state អត់មានអីអញ្ចឹងកន្លែងនេះខ្ញុំប្រើពាក្យថា my list អញ្ចឹងកន្លែងនេះខ្ញុំដូរទៅ export my list ចឹងយើង call ហៅអីគេយើង call ហៅ my list ដូចគ្នាអញ្ចឹងកន្លែងនេះយើងប្រើពាក្យថា my list ដដែលណាអូខេអញ្ចឹងកន្លែងនេះយើងដូរទៅជា my list ឧបមាចឹងនៅក្នុង my list នេះយើងមាន return ពី3អញ្ចឹងប៉ុន្តែយើងអាចដកចោលខ្លះចេញបានយើងមិនបាច់ចាំទុកវាទេកន្លែងនេះខ្ញុំដកអានេះចេញមួយខ្ញុំទុកថា deal នេះចោលសិនតមកទៀតខ្ញុំត្រូវការ display ទៅលើ list របស់យើងមួយឧបមាថាខ្ញុំមាន constant ទៅលើ product មួយអញ្ចឹងនៅក្នុង product របស់យើងមានតម្លៃរបស់វាមួយចំនួនចេញមកអញ្ចឹងអញ្ចឹងកន្លែងនេះ product របស់យើងនេះវាមាន key វាមាន value តែឥឡូវយើងមិនទាន់អាចដាក់ key និង value យើងអាចខ្ញុំបិទចោលសិនខ្ញុំប្រើ constant index product ណាខ្ញុំប្រើពាក្យថា index product ចឹងបើសិនជាយើងដាក់ index product វានឹងមាន product ផ្សេងគ្នាដែលអាចឲ្យយើងប្រើវាជាទម្រង់ list បានអញ្ចឹងឧបមាថាដល់កន្លែងនេះខ្ញុំប្រើពាក្យថា Apple category cherry អញ្ចឹងទៅឧបមាហើយយើងត្រូវការយកអានេះយកទៅ display អញ្ចឹងដើម្បី display វាបានអ្នកទាំងអស់គ្នាត្រូវប្រើ function មួយគឺ map អូខេគឺ map អញ្ចឹងបានន័យថាអ្នកទាំងអស់គ្នាត្រូវយកឈ្មោះទៅលើ array របស់យើង .map ណា .map អញ្ចឹងកន្លែងនេះយើងត្រូវការ display វាដាក់ចូលទៅខាងក្នុងបើថាខ្ញុំមាន UL ហើយយើងមាន list ដើម្បីអាចឲ្យយើង display ទៅលើ product របស់យើងអញ្ចឹងអ្នកនរគ្នាអាចយកឈ្មោះមកវា .map ហើយកន្លែងនេះគឺ product ដាក់ឈ្មោះឲ្យដាក់ទៅអត់អីទេហើយយើងមាន index អញ្ចឹងកន្លែងនេះគឺវាមានលេខ index វាមាន product អញ្ចឹងអា index នេះយើងដកចេញក៏បានដែរមិនបាច់ទុកក៏បានដែរប៉ុន្តែជាទូទៅគឺវាមានលេខ index របស់វា by default ណាអញ្ចឹងបើសិនជាលោកគ្រូមក refresh return តម្លៃរបស់វាខ្ញុំសុំមើលបន្តិចកន្លែងនេះ index product key return deal អូខេ deal ULE ខ្ញុំអាចប្រើពាក្យថា h1 product list ចង់ដឹងថាវាចេញមកអត់ណាអូខេតោះអញ្ចឹងបើសិនជាខ្ញុំ refresh មួយអានេះខុសឲ្យគេ my list export by default គឺយើង call ហៅ my list អូខេហើយយើង display តម្លៃរបស់វាចេញមកអញ្ចឹងនៅក្នុង man យើង call ហៅ my list អានេះគឺ my list របស់យើង my list អូខេអញ្ចឹងហើយនេះ my list
រួចហើយយើងអាចមានជា function មួយដើម្បី return តម្លៃបើវាចេញមកអញ្ចឹងវាគួរតែត្រូវនៅកន្លែងនេះណាឥឡូវនៅកន្លែងនេះយើងអាច call ហៅ function របស់យើងមកដូចត្រូវហើយឥឡូវយើងធ្វើម៉េចដើម្បីអាច call ហៅ function របស់យើងមកបានហើយមែនអញ្ចឹង my list របស់យើងវា error អីឥឡូវយើងសាកទៅមើលដេញរបស់យើង console អូខេ Pascal link វាដាក់ error តាក់ទិនទៅជាមួយនឹងហុករបស់វារ៉ានអត់ត្រូវចឹងខ្ញុំសូមមើលបន្តិចអាចមកពីឥឡូវខ្ញុំសូមដកនេះខ្ញុំបិទចោលខ្ញុំសូមដក my list ដកនេះចេញមកបន្តិចសិនចង់ដឹងថាវាដើរត្រូវអត់ណាអូខេតោះចឹងបើសិនជាយើងមក refresh my list unrecognized in the browser ហើយដែរយើង call ហៅវាមកឲ្យទៅចឹងនៅក្នុង main យើង call ហៅ my list នេះ my list របស់យើងតម្លាក់វាចូលកន្លែងនេះដកចេញនេះបានវាអត់ស្គាល់ return យើងមាន return ធម្មតាបន្ទាប់មកទៀតយើង call ហៅ function ហើយអីបានវាអត់ស្គាល់នៅកន្លែងនេះ index ដូចគ្នាយើងមាន index man react.js ដដែលគាត់ឲ្យយើងអត់ប្រើតទៅទៀតយើងមាន export by default function ត្រូវទេថាមកទៀតយើង call high list របស់យើងចេញមកនេះអានេះគឺបិទទៅលើ function index.js ទៅនេះអូខេឥឡូវខ្ញុំសាក restart server មួយសិនខ្ញុំអាចផ្ដាច់ទៅមួយ npm run deal ពីនេះយកវាមក display សារឡើងវិញវានៅតែអត់ត្រូវកន្លែង hook របស់វាទៅដែរកន្លែង deal ហ្នឹងវា override override ឡើងហើយខ្ញុំសុំមើលបន្តិចបើក deal បិទ deal ទៅទេខ្ញុំយូរ early constant variable របស់យើងដាក់នៅខាងលើនៅកន្លែង my com return deal ហើយកន្លែងនេះយើងអាចបង្កើត function មួយដើម្បីបោះនេះចូលមកតោះឥឡូវយើងអាចថា function add product អូខេតោះfunction our my product function my product កន្លែងនេះយើងអត់ចាំបាច់មាននេះទេយើងអាចកាត់ constant របស់យើងតម្លាក់ចូលនៅខាងក្នុង function រួចហើយចាំយើងយកវាមក display ណាយកវាមក display ក៏យើងដាក់វានៅខាងក្នុង constant variable របស់យើងអូខេចឹងកន្លែងនេះយើងអាចតម្លាក់ចូលមកហើយយើងអាច return តម្លៃរបស់វាចេញមកដែរណា return យើងបើកបិទវាត្រឡប់មកវិញអូខេឲ្យទៅចាំយើង call ហៅ my product របស់យើងដាក់ចូលទៅខាងក្នុង plot នេះវិញចឹងយើងអាចប្រើពាក្យថា my product របស់យើងតម្លាក់ចូលមកតោះឥឡូវបើសិនជាយើងមក run សារឡើងវិញដដែលហើយបាន my list អត់ដើរចប់ខាច់កាត់ជាមួយទៅ run ខាងក្នុងនេះវិញ my list របស់យើងដូចជាត្រូវហើយអញ្ចឹង render my ខាង create constant return URL បណ្ដាតោះ
tôi tới những đạo viên không view return từ lời URL cho bà sao không đặt chậm vía đó miền cái này là từ variety này nhưng mà xin chỉ giờ mà làm sao là mấy đại ở tranh đôi kia thế thế đây ATM element lowercase ok chẳng chừng và hai chữ khẩu một function vào giờ nữa chẳng cái này ní những đồ về từ ô một file vào dưới những đã số thùng chẳng nên họ nếu tới đồ về từ chỉ số tội về nhá mày lì số tội nhá mày lý yes anyway hỏi bài tập một tiết từ khóm không hỏi lại nữa những cái đạo về từ chỉ số tội nhá số tội chẳng là những từ mới mày khóm những đã từ chỉ số thùng chẳng về bạc cam đấy mày lì ok chẳng những bàn hỏi mà đòi lại nếu những đồ từ chỉ mày lý hay ní mày mày lì chẳng lại nếu những đồ từ chia mái mày lì từ kia mày lì trở lại chẳng import mày lì ok chẳng from import mày lì from my list ok my list ok then import f from app.js lấy những xã mượn chẳng này về tranh màu mùa mà bây giờ này mùa khâu mùa số thông của việcประกันnày nè nếu là về tranhประดากว่าយើងនឹងមកឲ្យយើងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានឧបមាថាយើងមានអាផ្សេងទៀតអ្នកទាំងអស់គ្នាដាក់ចូលទៅឧបមាថាមានstrawberry ឧទាហរណ៍ strawberry អញ្ចឹងបើសិនជាយើងដាក់ strawberry អញ្ចឹងវាចេញ strawberry មកមួយទៀតអូខេអញ្ចឹងក្នុងករណីនេះមានន័យថាយើងមានប្រដាករបស់យើងមកទៀតប៉ុន្តែចុះបើសិនជាយើងមានប្រដាករបស់យើងជាទម្រង់បែបនេះវិញអញ្ចឹងតែយើងត្រូវធ្វើម៉េចចឹងនៅកន្លែង map នេះអ្នកនរគ្នាត្រូវដូរចេញត្រូវដូរពីរបៀបដែលយើងត្រូវខលហៅអា map ចេញពីប្រដាករបស់យើងនេះវិញអញ្ចឹងយើងអាចកាត់វាហើយខ្ញុំបោះវាចូលទៅខាងក្នុងឈ្មោះ function ជាមួយវាតមកទៀតចាំយើងទៅប្រើពាក្យថា product របស់យើង .map ទៅដែរណា .map ហើយយើងអាច map ហើយយើងអាច display ទៅលើប្រដាករបស់យើងមួយវិញបានចាប៉ុន្តែនៅក្នុងការ display នេះគឺយើងអានេះគឺឈ្មោះប្រដាកហើយនេះគឺជា key ហើយយើងយក key របស់វាហ្នឹងទៅ dot ទៅជាមួយនឹងអានេះ ID ឈ្មោះហើយនឹង price ដើម្បីយកវាមក display ណានៅកន្លែងនេះអញ្ចឹងបើសិនជាយើងមកយកវាមក display កន្លែង map របស់យើងមើលប្រដាកបន្តិច map ខា .id អញ្ចឹង map ខារបស់យើងនេះproduct map product រួចហើយយើងដាក់វានៅក្នុងអូខេនេះបិទទៅជាលើសមួយណាខ្ញុំសូមមើលបន្តិចអញ្ចឹងយើងអាចដាក់វានៅខាងក្នុងគ្នាបទៅអានេះហើយខ្ញុំកាត់អានេះមួយសិនខ្ញុំតម្លាក់វាចូលប្រឡោះត្រឹមនេះខ្ញុំអាចប្រើពាក្យថា product ហើយ as product អញ្ចឹង key របស់វាគឺ product .id ហើយយើងអាចប្រើពាក្យថា price product name អញ្ចឹងយើងអាចប្រើពាក្យថា product .name product .name ហើយមួយទៀតយើងអាចប្រើពាក្យថា product .price អញ្ចឹង price យើងអាចថែមសញ្ញាដុល្លារពីមុខអញ្ចឹងនេះយើងអាចដកវាចេញបានអូខេអញ្ចឹងយើង map វាដូចគ្នាដដែលប៉ុន្តែកន្លែងនេះយើងរុញមកវាដាក់ចូលទៅក្នុង li អញ្ចឹងអា map នេះដូចជា for each loop មួយអញ្ចឹងអូខេអញ្ចឹងយើងមក refresh ទៅលើវាអញ្ចឹងនេះវាចេញតម្លៃមកឲ្យយើងអញ្ចឹងយើងមាន Apple តម្លៃមកនេះអញ្ចឹងបើសិនអ្នកទាំងអស់គ្នាមានប្រដាកផ្សេងទៀតអាចថែមវាតទៀតអញ្ចឹងនេះគឺរបៀបនៅក្នុងការប្រើប្រាស់ map list របស់យើងធ្វើម៉េចឲ្យ list របស់យើងវាដំណើរការមានប្រសិទ្ធភាពបាទសូមអរគុណច្រើនអ្នកនរគ្នាអញ្ចឹងយើងនឹងជួបគ្នានៅក្នុងមេរៀនបន្តទៀតនៃ React.js របស់យើងដដែល